បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូននេះត្រង់មួយនេះដែរគឺអាយុកាលរបស់វាកូនកដោបញាស់បាន5ថ្ងៃនេះហើយអញ្ចឹងវានៅសល់មួយឃើញទេពុកម៉ែបងប្អូននេះវាបឺតចេញពីដីខ្សាច់មកអញ្ចឹងរាល់ពងពូជដែលខ្ញុំភ្ញាស់មករហូតឆ្នាំ2025ហ្នឹងគឺដឹងថាវាញាស់ស្មើគ្នាល្អហើយអត្រាការញាស់គឺលឿនពីព្រោះពងពូជភាគច្រើនគឺញាស់ចាប់ពីខ្លះ7 8 9ថ្ងៃអីអត់ទាន់អស់ហ្នឹងតែឥឡូវថ្ងៃនេះបាន5ថ្ងៃអញ្ចឹងវានៅសល់មកគ្រាប់គេថាលឿនហើយល្អឃើញពុកម៉ែបងប្អូនតែមិនគ្រាប់ទេនេះទៅបាញ់សំណើមមិញបាញ់សំណើមមកវាញាស់ឥឡូវវាពេលដែលវាញាស់មកគឺវាបឺតចេញមកពីក្នុងចង្កេះដូងវាបឺតចេញមកហ្មងបើយើងអត់ប្រើសំណើមទេគឺវាអត់បឺតចេញអត់រួចទេកាលណាវាចេញអត់រួចគឺធ្វើឲ្យកូនកដោបយើងងាប់វាងាប់នៅក្នុងចង្កេះដូងហ្នឹងណាឥឡូវចាំមើលខ្ញុំឆែកមើលឲ្យបងប្អូនមើលទាំងអស់គ្នាចាំមើលឃើញទេឃើញមានអាខ្លះនៅក្នុងហ្នឹងឯងឃើញមានក្នុងហ្នឹងបងប្អូនហ្នឹងតែចង្កេះដូងយើងអត់សើមគឺវានៅក្នុងហ្នឹងហើយតែយើងអត់បាញ់សំណើមទេធ្វើឲ្យវាងាប់ពេលវែកទៅមកឃើញនេះឃើញបឺតចេញមកអញ្ចឹងដូចខ្ញុំប្រាប់ពុកម៉ែបងប្អូនពេលដែលវាញាស់បានច្រើនថ្ងៃហើយយើងចាក់ម្លែកទៅថាសឬក៏គម្របបិណ្ឌឬក៏ស្អីដែលវាតលាយគឺវាតលាយអញ្ចឹងវាញាស់មកយើងចម្រាញ់យកវាមកអស់ណាអានេះចង់អស់ពុកម៉ែបងប្អូនសមគ្រាប់ទេនេះសមគ្រាប់ទេអាវាដូចថាវាមានតក់មាននាលមើលឃើញទេវែកមើលឃើញទេតែអាហ្នឹងដែលយើងបាញ់សំណាមតិចវាលូនចេញមកខ្លួនឯងវាឡូវ5ថ្ងៃអញ្ចឹងវាសក់មួយហើយនៅទូចខ្ញុំឲ្យអាស្មៅអញ្ជៀនជាពុកម៉ែបងប្អូនឃើញស្មៅអញ្ជៀនហ្នឹងអាហ្នឹងកូនកដោបពេលវាញាស់បានមក1ថ្ងៃ2ថ្ងៃគឺវាចេះស៊ីហើយអាស្មៅអញ្ជៀននេះគឺវាល្អដែរវាប្រហាក់ប្រហែលទៅនឹងស្លឹកចេកខ្ចីនេះវានៅទូចពេកមើលអត់សូវឃើញទេដល់អាយុប្រហែលជា8 9ថ្ងៃហ្នឹងបានយើងមកឃើញច្បាស់ថាពេលស្មើនេះវានៅក្រោមអាស្មៅអញ្ជៀនហ្នឹងហើយក៏ស៊ីតែមើលដូចរុយហ្នឹងមិនមែនរុយបងប្អូនពេលខ្មៅអាហ្នឹងគឺកដោបកូនកដោបហើយត្រង់នេះដែរក៏ធំដែរហ្នឹងធំដែរសារនេះធំហើយពុកម៉ែបងប្អូនតែអ្នកសួរខមមិនខ្ញុំរហូតខ្ញុំក៏នៅតាមប្រាប់រឿយពុកម៉ែបងប្អូនខ្លះក៏គាត់សួរលក្ខណៈចង្កេះដូងញាស់ពងពូជហ្នឹងវាត្រូវការទឹកស្អាតឬក៏ទឹកមិនស្អាតប្រើបានអត់ហើយរយៈពេលប្រហែលថ្ងៃញាស់ហើយបងប្អូនខ្លះទៀតក៏គាត់ខមមិនសួរថាកដោបរបស់យើងហ្នឹងចាស់មានគេជួយច្រើនបងប្អូនតែសំណួរពួកគាត់នឹងឆ្លើយឲ្យអស់ហើយតាម Telegram តាម YouTube តាម comment អ្នកខ្លះក៏គាត់សួរគាត់ថាកដោបគាត់ពេលដែលចាប់គូពងហ្នឹងគឺងាប់ច្រើនចង់អស់មួយទ្រុងអញ្ចឹងអាសំណួរមួយនេះវគ្គក្រោយខ្ញុំនឹងរៀបរាប់មួយសារទៀតតាក់ទងនឹងបញ្ហាទ្រុងផងតាក់ទងនឹងបញ្ហាអាកាសធាតុផងតាក់ទងនឹងចំណីកូនមាន់យើងមួយទៀតនឹងវគ្គក្រោយខ្ញុំនឹង review អំពីអាកដោបដែលវាចាប់គូពងហើយខ្សោយហើយងាប់ខ្លាំងព្រោះខ្ញុំភាគច្រើនខ្ញុំចិញ្ចឹមប្រហែលវគ្គហើយក៏ខ្ញុំនៅតែតាមដានដែរព្រោះ
បញ្ហាធំបំផុតគឺនៅពេលដែលកដោបយើងចាប់គូឲ្យពេលពងហើយចឹងបានមួយវគ្គចឹងទៅឬ2វគ្គវាចេះតែងាប់បន្តបន្ទាប់ហើយចឹងខ្ញុំបានតាមដានវាមួយផ្នែកទៀតឃើញថាវាប៉ះពាល់ច្រើនដល់កដោបយើងដែលពេញពងចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីកដោបដែលវាពងហើយចេះតែងាប់បន្តបន្ទាប់ខ្សោយខ្លាំងហ្នឹងណាចឹងក្នុងការចាំកដោបខ្ញុំនឹងស្រាវចម្ងល់ឲ្យពុកម៉ែបងប្អូនអស់ហើយធ្វើទៅមិនបរាជ័យព្រោះភាគច្រើនកដោបបរាជ័យបំផុតនៅពេលដែលចាប់គូពងហ្នឹងមកខ្សោយខ្លាំងហើយពុកម៉ែបងប្អូនខ្លះក៏គាត់ជួបច្រើនក៏គាត់ដឹងអ្នកខ្លះទៀតគាត់អត់ដឹងហើយវាតែតិចទេតែអាភាពតិចរបស់វាពុកម៉ែបងប្អូននឹកស្មានអត់ដល់ទេម្នាក់បឿទៅធ្វើធុងស្អាតម្នាក់បឿទៅធ្វើនេះច្រើនប៉ុន្តែអត់មានចាប់អារម្មណ៍បញ្ហាហ្នឹងព្រោះខ្ញុំចំវាខ្ញុំសិក្សាវាគ្រប់ផ្នែកពេលដែលកដោបបងប្អូនជួបបញ្ហាមួយខ្ញុំស្រាវជ្រាវវាអញ្ចឹងបញ្ហាដែលកដោបសក់ចាប់គូពងឲ្យងាប់ច្រើនខ្ញុំនឹងប្រាប់វីដេអូក្រោយទៀតអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹង